ธิษฐานហើយនៅតែមានការព្រួយបារម្ភព្រះគម្ពីរភីលីបជំពូក4ខ6ដល់ខ7កុំឲ្យខ្វល់ខ្វាយអ្វីឡើយចូលទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ដោយសេចក្តីអធិដ្ឋាននិងពាក្យទូលអង្វរទាំងពោលពាក្យអរព្រះគុណផងយ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងគំនិតនឹងជួយការពារចិត្តហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវមានមនុស្សជាច្រើនបាននិយាយថាខ្ញុំអធិដ្ឋានរាល់តែថ្ងៃហ្នឹងតើហេតុអ្វីបានជាចិត្តខ្ញុំនៅតែមានការព្រួយបារម្ភព្រះគម្ពីរបានប្រាប់ថានៅពេលដែលយើងអធិដ្ឋានទោះបីការទាំងនោះមិនត្រូវបានដកចេញភ្លាមពីជីវិតរបស់យើងក៏ដោយប៉ុន្តែព្រះបានសន្យានឹងយើងថាទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដើម្បីនឹងការពារចិត្តនិងគំនិតរបស់យើងពីសេចក្តីលំបាកផ្សេងពេលខ្លះយើងអធិដ្ឋានពិតមែនប៉ុន្តែចិត្តថ្លើមរបស់យើងនៅតែចង់ធ្វើអ្វីតាមចិត្តខ្លួនឯងមាត់យើងនិយាយថាអោព្រះអង្គម្ចាស់អើយទូលបង្គំបានថ្វាយទ្រង់អស់ហើយគ្រប់ទាំងសេចក្តីលំបាកនិងការជួលល្វីងទាំងប៉ុន្មានប៉ុន្តែនៅក្នុងចិត្តនៅតែដឹកយកបន្ទុកនោះមកដាក់នៅក្នុងខ្លួនវិញការទាំងនេះហើយដែលការព្រួយបារម្ភនៅតែមានបន្តសម្រាប់យើងការអធិដ្ឋានមិនមែនគ្រាន់តែជាការប្រាប់ពីបញ្ហារបស់យើងទៅកាន់ព្រះប៉ុណ្ណោះទេប៉ុន្តែជាការទុកចិត្តលើព្រះថាទ្រង់នឹងមានផែនការល្អសម្រាប់យើងតាមពេលវេលារបស់ទ្រង់ប្រសិនបើថ្ងៃនេះអ្នកកំពុងមានសេចក្តីព្រួយបារម្ភសូមកុំគិតថាព្រះបោះបង់អ្នកនោះឡើយខ្ញុំយល់ឃើញថាប្រហែលជាព្រះកំពុងតែផ្លាស់ប្ដូរគោលជំនឿរបស់អ្នកជាមុនសិនឲ្យអ្នកចេះអត់ធ្មត់ចេះទ្រាំទ្រនិងទុកចិត្តលើទ្រង់កាន់តែច្រើនឡើងសូមកុំបោះបង់ការអធិដ្ឋានឡើយចូលបន្តនៅចិត្តព្រះជារៀងរាល់ថ្ងៃហើយទុកឲ្យព្រះជាអ្នកកាន់បន្ទុកដែលអ្នកមិនអាចកាន់ដោយខ្លួនឯងបានសង្ខេបមកការអធិដ្ឋានមានន័យថាមិនមែនទ្រង់ដកយកបញ្ហារបស់អ្នកភ្លាមនោះទេការអធិដ្ឋានគឺជាការប្រគល់និងផ្ទេរបន្ទុកបញ្ហាទៅកាន់ព្រះដោយទំនុកចិត្តហើយទ្រង់សន្យាថានឹងប្រទានសេចក្តីសុខសាន្តដល់អស់អ្នកណាដែលពឹងផ្អែកលើព្រះនាមទ្រង់កុំអនុញ្ញាតឲ្យការព្រួយបារម្ភធំជាងសេចក្តីជំនឿរបស់អ្នកឡើយសូមអធិដ្ឋានជាមួយខ្ញុំអោព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយទូលបង្គំសូមអរគុណចំពោះព្រះអង្គដែលតែងតែស្ដាប់ការអធិដ្ឋានរបស់ទូលបង្គំទោះបីពេលខ្លះចិត្តថ្លើមរបស់ទូលបង្គំនៅតែមានការព្រួយបារម្ភក៏ដោយសូមឲ្យព្រះអង្គបង្រៀនទូលបង្គំឲ្យចេះទុកចិត្តលើព្រះអង្គកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃសូមទ្រង់ដកយកសេចក្តីភ័យខ្លាចនិងការព្រួយបារម្ភចេញពីចិត្តទូលបង្គំផងហើយបំពេញមកវិញដោយសេចក្តីសុខសាន្តដែលមកពីព្រះអង្គសូមឲ្យទូលបង្គំមានសេចក្តីជំនឿដ៏រឹងមាំហើយចេះរង់ចាំពេលវេលារបស់ព្រះអង្គដោយការអត់ធ្មត់និងមិនបោះបង់ការអធិដ្ឋានឡើយទូលបង្គំសូមថ្វាយគ្រប់ទាំងពីអធិដ្ឋាននេះក្នុងព្រះនាមនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមព្រះនៃសេចក្តីសុខសាន្តបានប្រទានពរដល់បងប្អូនទាំងអស់គ្នា